ជំរាបសួរអតិថិជនគូបតាដែលប្រើម៉ាស៊ីនច្រូត DC 120X បងក៏តែងតែឆ្ងល់ត្រង់ថាប្រភេទ bot របស់ម៉ាស៊ីនច្រូត DC 120X មានលក្ខណៈបែបណាហើយប្រើប្រាស់បែបណាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូសម្រាប់ក្នុងការបកស្រាយថាប្រព័ន្ធ bot របស់ DC 120X គេប្រើមានលក្ខណៈអ្វីខ្លះហើយគេប្រើក្នុងកលៈទេសៈអ្វីខ្លះអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញជូនបងប្អូនតែម្ដងទី1បាទសម្រាប់ម៉ាស៊ីនច្រូត DC 120X របស់យើងហ្នឹងគឺប្រភេទ bot គឺមាន3ប្រភេទបាទប្រភេទ bot ទី1នោះគឺផ្នែកកណ្ដាលបាទ break turn ផ្នែកកណ្ដាលហ្នឹងគឺបងប្អូនប្រើប្រភេទហ្នឹងគឺ bot ដូច 108X ចំណែកចក្រានវិទ្យារបស់យើងហ្នឹងទាញមកខាងក្រោយបានន័យថាកង់ទៅមុខវិលទាំងពីរប៉ុន្តែកង់មួយវិល 10% កង់មួយទៀតវិល 100% អញ្ចឹងសម្រាប់ផ្នែកខាងក្រោយគឺប្រើប្រភេទ bot វងធំអញ្ចឹងបងប្អូនចង់ bot វងធំគឺប្រើមកខាងក្រោយចំណែកឯបាទទៅខាងមុខវិញបាទអញ្ចឹងយើងទាញចង្កឹះលេខទៅខាងមុខគឺសម្រាប់បងប្អូនដែល bot ប្រភេទវងតូចអញ្ចឹងបានន័យថាកង់ទាំងពីរមួយវិលមកក្រោយមួយវិលទៅមុខមួយវិល 30% កង់មកខាងទៀតវិល 100% អញ្ចឹងបងប្អូនប្រើគឺផ្នែកខាងមុខគឺ bot វងតូចផ្នែកកណ្ដាលគឺ bot ដូច 108X ផ្នែកខាងក្រោយ bot ប្រភេទវងធំអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញឲ្យច្បាស់សម្រាប់ការ bot របស់ DC 120X អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះផងដែរហើយកុំភ្លេចជួយចែករំលែកឲ្យបងដែលចង់បានម៉ាស៊ីនច្រូត DC 120X យកទៅប្រើការបាទពេលខាងមុខផងអរគុណសម្រាប់ការទស្សនាវីដេអូនេះអរគុណច្រើនបងប្អូន